ចឹងដើម្បីយើង export វីដេអូទៅបានយើងត្រូវការចូលកន្លែងចំណុចនេះបាទចូលត្រង់ចំណុចហ្នឹងរបៀប export វីដេអូមានពីរប្រភេទសំខាន់ណាបាទមានពីរប្រភេទសំខាន់អញ្ចឹងដើម្បីយើងអាច export វីដេអូបានចូលចំណុចហ្នឹងហើយយើងរួមមើលចំណុចកន្លែងនេះបាទវាដាក់ entire timeline កន្លែងហ្នឹងគឺសម្រាប់យើង export យកទាំងអស់មានថាវីដេអូលើ timeline មានប្រមាណគឺវាទៅ automatic បាទវាទៅ automatic តែបើសិនជាយើងចង់ export តាមអ្វីដែលយើងចង់បានខ្ញុំបន្តខ្ញុំយកទៅប៉ុណ្ណេះយើងត្រូវការយកវា in out range in out range ហើយបន្តមកទៀតយើងត្រូវការចុចវាលើចំណុចនេះ mark in ហើយខ្ញុំចង់បានត្រឹមប៉ុណ្ណេះខ្ញុំចុចលើ mark out អញ្ចឹងដល់ពេលដែលយើង export ចេញទៅគឺវាត្រឹមតែអ្វីដែលយើងចុច mark in mark out ទេត្រូវចាំ mark in mark out នេះគឺសម្រាប់ដៅយកចំណុចដែលយើងចង់បានអ្វីដែលនៅកណ្ដាលវាគឺវា export ឲ្យយើងនៅពេលដែលយើងយក in out range តែបើថាយើង mark in mark out ក៏ដោយយើងចុចយក entire timeline ហ្នឹងគឺវា automatic បាទវា automatic ទៅវីដេអូយើងមានប្រមាណក្នុងហ្នឹងគឺវាទៅ automatic ជាទូទៅដែលគេប្រើច្រើនគេច្រើនតែប្រើយក in out បាទ in out range ហ្នឹងដល់យើងកំណត់យក mark in mark out ដោយសារអីជួនកាលអ្នកខ្លះកាត់វីដេអូហើយអាចចំណុចដែលអត់សំខាន់ចោះនៅមុខបាទវា export ទាំងអស់អញ្ចឹងពេលខ្លះវាខុសតចំណុចហ្នឹងខ្វះខាតចំណុចហ្នឹងអញ្ចឹងយើងយកកន្លែង in out មករួចហើយយើង mark in mark out ចំណុចណាដែលយើងចង់បានខ្ញុំយកត្រឹមប៉ុណ្ណេះខ្ញុំយកត្រឹមប៉ុណ្ណេះបាទរួចហើយយើងក៏លេខមកមើលកន្លែងនេះវិញបាទក្នុងនេះវាមាន preset ឲ្យយើង export ទៅច្រើនវាមានទៅចូលទៅ YouTube ណានេះ YouTube ណាយើងចុចមកវាមានស្តង់ណាវាជាណា YouTube វាឲ្យ30 frame ហ្មងបាទណា YouTube បាទ Vimeo បាទ Twitter នេះជា master បាទនេះបាទ master គេតម្លាក់ HP64 ណាបាទ master HP65 ហ្នឹងទៅមានច្រើនជា Final Cut Premiere HTML ផ្សេងទៅណាបាទអញ្ចឹងយើងមិនបាច់ប្រើរបស់វាទេយើង select យក custom បាទដល់យើងកំណត់យកដល់ខ្លួនឯងអញ្ចឹងក្នុងនេះគឺជា file name ខ្ញុំដាក់ថាtesting export បាទកន្លែង location នេះជាកន្លែងដែលយើងទុកឯកសារយើងចុច browse នេះមកខ្ញុំទុកលើ desktop ដូចគ្នាចិត្តស្រួលបាទចុចដល់នេះឈ្មោះវាខ្ញុំចុច save បាទបន្ទាប់ទៀតត្រង់កន្លែងវីដេអូ export វីដេអូអញ្ចឹងអ្នកទាំងអស់គ្នាត្រូវយកវាជា file MP4 បាទ MP4 នេះខ្ញុំណែនាំឲ្យយកដោយសារអីយើងងាយស្រួលក្នុងការupload ងាយស្រួលផ្ញើក្នុង social media ដូចជា Telegram អីហ្នឹងគេ play មើលតាមទូរស័ព្ទបានបាទ play តាមទូរស័ព្ទបាន quick time អាហ្នឹងទៅយើងសិត software សិតអីទៀតបានយើង play បានអញ្ចឹងយើងយក MP4 ហើយត្រង់កន្លែង code វានេះគឺយក HP64 បាទ encoder យក native ទៅបាទ resolution full HD frame rate យើងកំណត់យកបើសិនយើងសម្រាប់ upload ចូល YouTube ចូល Facebook យើងយក30 frame ទៅបាទក្នុងនេះ auto ទាំងអស់ណាបាទអូខេអានេះបើសិនយើងអត់មានសេរីទេយើងមិនបាច់សេរីទេបាទបន្តទៀតយើងមើលកន្លែង audio code វា ACC ត្រូវហើយបាទ frame rate ត្រូវឲ្យហើយអានេះ stereo សំខាន់យើងមើលកន្លែងនេះណាបាទហើយជួនកាលវាទៅជាសំឡេងអីផ្សេងពេលយើងតម្លាក់មកវាអត់ឮល្អទេបាទអូខេដល់ពេលប៉ុណ្ណឹងហើយយើងគ្រាន់តែចុចលើ add to render តបទៀតយើងចុចកន្លែងនេះបាទ render all ឡើងមកវាចាប់ផ្ដើមទៅយើងមើលឃើញវា render តែប៉ុណ្ណឹងទេបាទអញ្ចឹងយើងបើក play វីដេអូយើងមើលនេះខ្ញុំ export នេះ testing export